ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះមកឡាយចកស្លឹកធំបាទនៅក្នុងអាងបាទខៀវខ្ចីសម្រាប់ពូជចកស្លឹកធំនេះអត់ពិបាកដាំទេពុកម៉ែបងប្អូននេះដុះលឿនសัตว์ស៊ីបានដូចគ្នាបាទស្រួលដាំបងប្អូនមានស្រះមានអាងថ្មទឹកជ្រៅទឹករាក់បាទដាំបានទាំងអស់នេះអត់ពិបាកមើលថែទេបាទចូលទៅដល់ជះប្រងហ្មងនេះបាទដោយសារតែវាមានឫសវែងបាទអញ្ចឹងគឺដាំទៅអត់ខូចទេបាទបាទនោះឡើងក្តាំងខៀវល្អខ្លាំងមែនតើបាទនេះចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានសត្វចិញ្ចឹមដូចជាមាន់ទាជ្រូកគោក្របីកង្កោកង្ងានឆ្លុះប្រោះល្មមពពែព្រាបបាទពគាបកងខ្យងដាកធាយត្រីបាទដាំចកអាសូឡាឬក៏ដាំចកស្លឹកធំនេះយកទៅឲ្យសត្វស៊ីបាទស៊ីបានទាំងអស់បាទអរគុណច្រើនសូមជម្រាបលា